សួស្តីទ្រង់ឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាថ្ងៃនេះពិតជាមានកិត្តិយសខ្លាំងមែនតើហ្នឹងហើយនិយាយទៅបើថាយើងនិយាយសាមញ្ញយើងមិននិយាយតាមក្បួនហោរាទេថ្ងៃនេះខ្ញុំគឺបានទៅដើរលេងហ្នឹងហើយទៅទស្សនានៃការប្រណាំងម៉ូតូ Rider Japan អូខេចឹងបងប្អូនមើលទស្សនវិជ្ជាតាមដងផ្លូវសិនទៅបាទនឹងជួបជាមួយនឹង admin លេងសិនហ្នឹងហើយចាំយើងតិចទៀតយើងទៅទស្សនាមើលថាតើគេប្រណាំងម៉ូតូនៅឯណានៅទីកន្លែងណាហើយថាទីតាំងរបស់គេហ្នឹងវាមិនដែរឥឡូវយើងមើលទេសភាពក្នុងឡានបាទអានេះខ្ញុំទៅជាមួយនឹងសេមប៉ៃដែលគាត់ជារៀមច្បងបាទជនជាតិជប៉ុនហ្នឹងហើយអញ្ចឹងគឺគាត់គេថាយ៉ាអ្នកមានមុខមានមាត់ដែរអញ្ចឹងណាគេហៅបានដើរលេងដើរអីអញ្ចឹងណាយើងថ្ងៃសម្រាប់នៅផ្ទះពេកនៅអត់សុខហ្នឹងបងប្អូនហ្នឹងហើយតោះតែយើងដើរឆ្វែលមើលឆ្វែលលិចឆ្វែលកើតខ្លះបាទហើយឥឡូវមកចាំតាជប៉ុនមួយទៀតសិនព្រោះអីយើងតាជប៉ុនគាត់ជាអ្នកផេហ្នឹងហើយចឹងតើចាំគាត់បានគាត់ស្គាល់កន្លែងស្គាល់អីនាំទៅហើយបងប្អូនស្គាល់ផ្លែនេះអត់នេះជួយនៅតាប្រទេសជប៉ុនផ្លែនេះច្រើនមែនតែអត់មានអាញ៉ាំទេដាក់ចោលជុះចោលខ្ទេចតែម្ដងឥឡូវយើងមកដល់ហើយហ្នឹងហើយនិយាយឡានិយាយហូហែហូលត់ហ្នឹងហើយឥឡូវយើងមកដល់ទីតាំងហើយទីតាំងរបស់គេគឺថាវាសាមញ្ញទេបងប្អូនបាទហើយក្នុងទូកុងតឺន័របងប្អូនឃើញទូកុងតឺន័រហ្នឹងអត់អាហ្នឹងគេថាមិនមែនគេទូទុកចោលអីណាហ្នឹងស្ទើរម៉ូតូទេបងប្អូនម៉ូតូគេប្រណាំងហ្នឹងហើយគេថា Rider Japan នេះអូខេគាត់ឃើញហើយកន្លែងគេប្រណាំងគឺមានម៉ូតូខាង Honda ដែលគាត់យកតាំងបាទអញ្ចឹងវាអត់សូវគេថាអត់សូវអ៊ូអហ្មងទេបងប្អូនហ្នឹងហើយគាត់ថាអានេះគឺជាការកំសាន្តរបស់គេជារៀងរាល់ឆ្នាំអញ្ចឹងណាហ្នឹងហើយអញ្ចឹងអត់សូវមានមនុស្សច្រើនទេហ្នឹងហើយប៉ុន្តែគ្រាន់តែអ្នកដែលគាត់គ្រប់គ្រងខាងវិស័យ Rider គឺហ្នឹងហើយគឺត្រូវតែមកទីតាំងហ្នឹងតែម្ដងហើយបងប្អូនឃើញទីតាំងហ្នឹងឯងអូយបាទគ្រាន់តែទៅហើយខែនេះគឺខែត្រជាក់ទៀតបងប្អូនវាមិនត្រជាក់ខ្លាំងទេគឺត្រជាក់ល្មមបាទហើយឥឡូវយើងមកមើលបាទខាង Rider របស់យើងបាទគឺគេប៉ុណ្ណឹងគេមានបួងខ្សែប៉ុន្តែចំណុចនេះគឺគេអត់ទាន់ប៉ុណ្ណឹងទេគ្រាន់តែគេហាត់ស៊ាំសិនទេបងប្អូនតង់ទី2បាទតង់ទី2នឹងគេចាប់ដើមចម្រាញ់តើមានអ្នកណាជើងខ្លាំងខ្លះហើយអញ្ចឹងហើយឃើញផ្លូវគេបងប្អូនហ្នឹងហើយអូយបាទគាត់ទៅឃើញក៏ចង់ខ្ញុំក៏ចង់ជិះដែរហ្នឹងហើយប៉ុន្តែគាត់ឲ្យយើងជាអីណាពលករបាទអញ្ចឹងអត់ហ៊ានហើយណាយើងអត់ទាន់អីថាដឹងពីតិចនិចនៃការជិះរបស់គេមិនអីមិនទេហ្នឹងហើយនេះគឺការរៀបចំមានន័យថាមាន5ជួរ6ជួរហ្នឹងហើយបងប្អូនឃើញបាទអញ្ចឹងទីទៀតគេនឹងប៉ុន្តែបတ်ការហើយខ្ញុំក៏អត់និយាយដែរហ្នឹងហើយយើងទៅស្ដាប់សំឡេងម៉ូតូ Rider របស់គេនឹងទាំងអស់គ្នាថាតើRider បាទ Rider សំឡេងម៉ូតូរបស់គេនីមួយហ្នឹងគឺវាយ៉ាងម៉េចអូខេអញ្ចឹងគឺគាត់ទៅបានត្រៀមដែរយើងចាំទៅទស្សនាកំសាន្តបាទលើសំឡេងឯកសារដែលពិតតែម្ដងមិនបាច់ដូរសំឡេងហ្នឹងណាយើងស្ដាប់ម៉ូតូរបស់គ្នាបងប្អូនもっとポーズ広いだからその第一コーナーの時はすげえよでもスタート台
tố ấy lâu dương mà mơ khné dương mình đong chân mò buồn ong và buồn ong mũi ta mà hay đừng xem bay lâu dương mơ vì cái này dương mơ mình những cứ bố kỳ ngõ bồn này vậy tới nơi cái này là mòn phun mà hay mình làm chưa miền cái sát bên tên mong bốn tí spiếp mà em tay mà đong hay lâu dương trial rồi cái này chết mưa khơi can để chết hay cái này nha khả năng mà tô cái cứ miền tay mà tô đấy đại kỳ tăng này hay mà tô này cứ cái tục tiêm khả năng là mày xài tivi này chẳng quạt cầm bông tay chú chul mưa check chích cái check cự mưa này thì giờ là dừng đau mưa cái lái chết bình này số lại bong bốn tu sana mưa tha ta ở lâu kia bản nắng rồi miền ấy class chẳng hạn bàn tay cò bia trong đã đau từ mưa quân trong khơi tô cái xa bên tên mà bộ này vậy miền cát chết mưa trong bàn đây còn là tôi ăn lôi tình tịch tô cái màu đây cái miền này mà bom miền em so đô nó ti tăng năng tay mà đòn bị khôi vậy này hay ní cái chỉ phải tí này dừng tờ là chi mà trong cô đào và chỉ trong cô đào thế cứ ai nhưng mình cô này này hay chả buộc đám chứa với khai đấy cứ sau miền sặc chứa mà bốn này cứ đỏ khai là sặc chứa chuối chẳng có sau miền này ta riêng ta lia hay các thịt có về riêng em này rồi dùng tu sana với ba mình dễ với bạn không cho lại được tu sana mà to hay đơ bao nhiêu bếp na thì lâu na thì mưa何週じゃねえか時間だわnè á giờ lâu nâng cổ lại như cứ chụp
គ្រោះថ្នាក់មួយហ្នឹងឯងដោយសារតែជីគៀកកតុយគ្នាពេកបងប្អូនហ្នឹងឯងធ្វើឲ្យពេលដែលឡើងតាមកន្លែងនោះមកគឺខ្ពស់ហក់មកគឺប៉ះកតុយគ្នាដួលបាទ2ម៉ូតូ3ម៉ូតូហ្នឹងទៅអញ្ចឹងគ្រោះថ្នាក់ដែរហ្នឹងមិនមែនអត់ទេ ហ្នឹងហើយខ្ញុំចង់បញ្ជាក់តិចអើយបងប្អូនកុំយល់ថារំថាអ្នកបើកម៉ូតូគឺស្ទៀវក្មេងៗបងប្អូនមិនមែនទេនិយាយទៅសុទ្ធតែចាស់មែនទេបងប្អូនបាទអាយុ50អាយុ60 70ណាបងប្អូនហ្នឹងហើយពេលដែលដោះមួកមកអូយបានដឹងហ្នឹងហើយសុទ្ធតែចាស់ទេបាទប៉ុន្តែគាត់ស្នេហាខាងវិស័យ rider ម៉ូតូហ្នឹងតែម្ដងអីវាជាមិនធម្មតាហើយគាត់អាយុប៉ុណ្ណឹងគឺអត់មានទេថាញញីញយយទេបាទអីស្រុកគេគឺថាសុខភាពប្រជាជនរបស់គេគឺល្អមែនទែនខ្ញុំសូមសរសើរមែនទែនបាទយកដោះមួកមកមិនដឹងថាអូម៉ែសុទ្ធតែតាហ្នឹងឥឡូវវគ្គនេះគឺវគ្គពិសេសហើយបងប្អូនគឺការជិះម៉ូតូឡើងលើភ្នំថ្មលើភ្នំថ្មស្អីឡើងទៅថ្មអញ្ចឹងគេមានដាក់កង់អញ្ចឹងទៅគឺឲ្យថាការវឹកហាត់អានេះម៉ូតូបែបផ្សេងទៀតបងប្អូនអញ្ចឹងគេទៅទស្សនាទាំងអស់គ្នានេះគេថាមើលទៅវាជាក់ភ្នែកវាទាក់ទាញមែនទែនបងប្អូនអើយបាទហើយគាត់អ្នកបើកនោះគឺអាយុ40ជាងហើយបងប្អូនហ្នឹងហើយ40ជាងហើយសិតតែចាស់ទេអត់មានស្ទៀវទេតែគេអាយុវ័យប៉ុណ្ណឹងគឺគេញ៉ាំស្ទៀវហ្នឹងហើយ 怖いとかないんだ。
Batasnya kok masih udah. នេះកន្លែងនេះបងប្អូនឆ្ងាញ់កន្លែងនេះបងប្អូនអើយខ្ញុំពិតជាសរសើរគាត់បាទសរសើរគាត់មែនទែនដុំថ្មកន្លែងនេះគឺខ្ពស់មែនទែនបងប្អូនប្រហែលជា1ម៉ែត្រ20 1ម៉ែត្រ30ហើយហ្នឹងហើយអញ្ចឹងគាត់លើកម៉ូតូស្ទុយឡើងទៅលើតែម្ដងយើបាទហើយគេថាទឹកដៃពិតជាមិនធម្មតាតែមែនទឹកដៃបាទយូយបងប្អូនឃើញហ្នឹងហើយ និយាយទៅលើកយ៉ាងផុយតែម្ដងបាទនេះគេថាគឺជាអ្នកជំនាញហើយមិនដឹងថាពេលដែលចេះបានប៉ុណ្ណឹងគឺមិនដឹងថាប្រខាត់ប្រហែលខែប្រហែលឆ្នាំទេហ្នឹងហើយគឺអត់ដឹងព័ត៌មានច្បាស់ទេបងប្អូនបាទអញ្ចឹងពិតជាសរសើរបាទនៅទឹកដៃនៃការជីបាទយកម៉ូតូជីលើថ្មបាទឡើងគប់ឧបសគ្គបាទហើយលើកស្ទុយហើយមកស្វម៉ូតូហ្នឹងក៏វាមកអេមទៀតនិយាយថាមិនស្វអានោះគាត់ថាមិនស្វយល់ចិត្តទៅពេលគាត់ជីកន្លែងណាកន្លែងនេះក៏អត់មានបញ្ហាព្រោះនិយាយណាគេថាឆ្អិននឹងម៉ូតូហើយបងប្អូនបាទហើយជនជាតិគេគឺពេលដែលឃើញជនជាតិខ្លួនបាទមានទេពកោសល្យអ្វីដែលប្លែកល្អអញ្ចឹងគឺគ្រប់គ្រងបាទគាត់ពេញចិត្តមែនទែនបាទហើយវីដេអូក៏មានតែប៉ុណ្្នឹងដែរបងប្អូនហើយចាំវីដេអូក្រោយបាទពេលក្រោយគឺខ្ញុំនឹងបាទខិតខំបាទបិទរោគបាទកន្លែងអ្វីដែលតែថ្មីប្លែកគឺយកមកចែកជូនដល់បងប្អូនទស្សនាអរគ្នាទៀតអញ្ចឹងពេលតនីពីការងារគឺខ្ញុំនឹងដើរស្រាវជ្រាវនឹងដើរថតនៅអ្វីដែលថ្មីបាទចង់ឲ្យបងប្អូនយើងឃើញបាទទស្សនាទាំងអស់គ្នាដែរហ្នឹងហើយដើម្បីឲ្យបានស្គាល់តែប្រទេសគេនឹងមានអីខ្លះបាទអញ្ចឹងអាចតាមដានវីដេអូរបស់ខ្ញុំបានចុចបេះដូងអ្នកមួយផងអរគុណច្រើនជំរាបលា